មានផលិតផលណាដែលជួយឲ្យជាតិស្ករយើងចុះមកណក់មកវិញបានពីកម្រិតខ្ពស់បាទឱសថដបកាយស័ក្តិសិទ្ធិទៅរកវិញបានតែទីបំផុតបញ្ជូនខ្ញីខ្មៅនេះបាទនេះជាឱសថដបកាយស័ក្តិសិទ្ធិដែលអាចជួយឲ្យខ្ញុំបានធូរស្បើយជាតិស្ករកន្លងមក430បាទរយៈពេល6ឆ្នាំនេះនៅតែអត់ស្រាប់ចប់តែប្រើខ្ញីខ្មៅសឹកធ្វើឲ្យជាតិស្ករខ្ញុំពី430នេះបានធ្លាក់ចុះមកនៅបាទប្រើ8ថ្ងៃដំបូងធ្លាក់ចុះមកនៅ300បាទដល់ពេលប្រើបាន2ខែជាតិស្ករខ្ញុំពី300មកទៀតធ្លាក់ចុះមកនៅ127បាទរហូតដល់បានចិត្តតែប្រើបន្តមករហូតដល់ចូលមួយឆ្នាំបាទជាតិស្ករខ្ញុំចុះមកនៅ105 110ធម្មតាអញ្ចឹងវាធ្វើឲ្យខ្ញុំគិតថានេះជាឱសថដែលពូកែស័ក្តិសិទ្ធិគ្មានគូប្រៀបបាទមានគូប្រៀបទេបាទព្រោះគ្មានផលិតផលណាដែលជួយឲ្យជាតិស្ករយើងចុះមកណក់មកវិញបានពីកម្រិតខ្ពស់បាទពីកម្រិតខ្ពស់400ជាងចុះមកនៅ110 105មកធម្មតាហើយយើងហូបអីតាមចិត្តបានព្រោះតាំងពីហ្នឹងមកជាតិស្ករនៅធម្មតារហូតបាទមួយឆ្នាំជិត2ឆ្នាំនេះអត់មានតែឃើញឡើងទេអញ្ចឹងខ្ញុំគិតថានេះគឺជាឱសថដ៏ពូកែស័ក្តិសិទ្ធិបាទសម្រាប់អ្នកជំងឺកណ្ដូលផ្អែមជំងឺរ៉ាំរ៉ៃផ្សេងយើងចាប់បានកើតជំងឺកណ្ដូលផ្អែមមកធ្វើឲ្យយើងមានបញ្ហាតាំងពីរបៀបពោះវៀនពីបាក់បាត់ជើងអត់ទៀងទាត់ហើយមួយទៀតវាធ្វើឲ្យមានបញ្ហាឡើងស្ពាតឈាមបញ្ហាឡើងស្ពាតឈាមវាចុះមកធម្មតាដែរពីដើមដល់14 10 5 10ហ្នឹងពេលថ្ងៃខ្លះ6 10 7 10វាឡើងតែឥឡូវស្ពាតឈាមចុះមក11 12 ណក់មកធម្មតាវិញអញ្ចឹងមិនថាខ្ញីខ្មៅនេះគឺជាឱសថពូកែស័ក្តិសិទ្ធិបំផុតក្នុងโลกនេះបាទមានគូប្រៀបទេបាទសូមអរគុណច្រើនដែលបានឲ្យខ្ញុំចែកលេខពីប្រវត្តិបាទរបស់ខ្ញុំដែលខ្ញុំកើតជំងឺកណ្ដូលផ្អែម